បន្ទាប់ពីព្រះអង្គម្ចាស់ចត្រសេនៈឬព្រះបាទមហេន្ទ្រវរ្មៈទី1គឺយើងនៅដឹងថាមានព្រះរាជវង្សានុវង្សក៏ដូចជារាជមន្ត្រីខ្មែរនាសម័យចេនឡាមួយចំនួនទៀតដែលបានទៅអភិបាលគ្រប់គ្រងនៅទឹកដីភាគខាងលិចនៃកម្ពុជាទេសៈដែលត្រូវនឹងប្រទេសថៃសពថ្ងៃដូច្នេះប្រិយមិត្តចង់ដឹងថាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបន្តបន្ទាប់យ៉ាងណាខ្លះទៀតនោះសូមរីករាយទស្សនានិងស្ដាប់វីដេអូនេះដូចតទៅកាលពីវីដេអូទី1យើងនិយាយអំពីព្រះអង្គម្ចាស់ចត្រសេនៈហើយនៅវីដេអូទី2នេះយើងនិយាយអំពីរាជមន្ត្រីឥស្វរៈកុមារនិងព្រះរាជបុត្រសេវតតៈឥស្វរៈកុមារឬឥស្វរៈកុមារាគឺជារាជមន្ត្រីជំនិតរបស់ព្រះបាទឥសនវរ្មៈទី1ឯសេវតតៈគឺជាព្រះរាជបុត្ររបស់ព្រះបាទឥសនវរ្មៈទី1ដែលសុទ្ធតែជាស្វាមិនឬជាម្ចាស់ឬក៏ប្រែថាជាអភិបាលនៅដែនដីមួយចំនួននាប្រទេសសៀមសពថ្ងៃនៅក្នុងសិលាចារឹកប្រាសាទក្តីអង្គខេត្តព្រៃវែងចុះបញ្ជីលេខ K54 ព្រះរាជបុត្រសេវតតៈមានគោរមងារជាប៉ោញនេះគឺជាគោរមងារដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានដល់ព្រះរាជបុត្រាឬក៏មហាសេនាបតីហៅថាប៉ោញសេវតតៈអំឡុងពេលខ្លះប៉ោញគឺត្រូវបានប្រោសព្រះរាជទានដល់អភិបាលតំបន់អភិបាលក្រុងនាសម័យបុរាណហើយក៏ជាគោរមងារហៅសម្ដៅដល់ស្ដេចត្រាញ់តាមតំបន់មួយចំនួនផងដែរជួនកាលប៉ោញគឺត្រូវបានប្រោសព្រះរាជទានដល់អ្នកមានស្នាដៃធំធេងក្នុងវិស័យសាសនាសូមជម្រាបផងដែរថាព្រះបាទឥសនវរ្មៈទី1គឺជាព្រះមហាក្សត្រខ្មែរនាសម័យចេនឡាដែលមានព្រះបរមនាមសម្រាប់រាជថាវរៈកម្រតាំងអញស្រីសនវរ្មៈបានឡើងគ្រងរាជ្យចាប់ពីឆ្នាំ610ដល់635នៃគ្រិស្តសករាជឯកសារខ្លះថាចាប់ពីឆ្នាំ615ដល់635ឬក៏636នៃគ្រិស្តសករាជពលគឺបន្ទាប់ពីព្រះបិតារបស់ទ្រង់គឺព្រះបាទមហេន្ទ្រវរ្មៈទី1ឬដែលយើងស្គាល់ថាព្រះអង្គម្ចាស់ចត្រសេនៈនោះឯងនៅពេលឡើងគ្រងរាជ្យនៅកម្ពុជាទេសនាសម័យចេនឡានោះព្រះបាទឥសនវរ្មៈទី1បានផ្លាស់រាជធានីថ្មីទៅតាំងនៅតំបន់ប្រាសាទសម្បូរព្រៃគុកនៅខេត្តកំពង់ធំបច្ចុប្បន្នដែលមានឈ្មោះដើមហៅថាឥសនបុរៈយោងតាមសិលាចារឹកប្រាសាទខៅណយឬប្រាសាទភ្នំតូចចុះបញ្ជីលេខ K506 ចុះកាលបរិច្ឆេទឆ្នាំ637នៃគ្រិស្តសករាជបានឲ្យយើងដឹងថាព្រះបាទឥសនវរ្មៈទី1បានត្រាស់ព្រះរាជឱង្ការឲ្យរាជមន្ត្រីជំនិតរបស់ទ្រង់ម្នាក់ឈ្មោះឥស្វរៈកុមារឲ្យទៅអភិបាលគ្រប់គ្រងទីក្រុងមួយឈ្មោះថាជាយស្ថបុរៈដែលទំនងជានៅម្ដុំប្រាសាទខៅណយឬប្រាសាទភ្នំតូចនៃខេត្តស្រះកែវប្រទេសសៀមសពថ្ងៃនោះឯងអ្នកប្រវត្តិសាស្ត្រអន្តរជាតិដូចជាលោក Claude Jacques ជាដើមគឺមិនទាន់រកឃើញព័ត៌មានច្រើនអំពីរាជមន្ត្រីឥស្វរៈកុមារនេះនៅឡើយទេគ្រាន់តែគេដឹងថាលោកគឺជាមន្ត្រីជំនិតរបស់ព្រះបាទឥសនវរ្មៈទី1នេះក៏ដោយសារគេឃើញមានពាក្យភរិយៈនៅលើសិលាចារឹក K506 ដដែលនោះដែលមានន័យថាចិញ្ចឹមដោយឬថែទាំដោយពលគឺព្រះបាទឥសនវរ្មៈទី1បានចិញ្ចឹមថែទាំនិងបណ្ដុះបណ្ដាលឥស្វរៈកុមាររូបនេះដោយផ្ទាល់ព្រះអង្គនៅពេលដែលបានទៅធ្វើជាអភិបាលនៅក្រុងជាយស្ថបុរៈលោកត្រូវបានហៅភ្ជាប់ជាមួយគោរមងារមួយទៀតថាស្វាមិនហៅថាស្វាមិនឥស្វរៈកុមារយោងតាមសិលាចារឹកមួយទៀតនៅប្រាសាទខៅណយឬប្រាសាទភ្នំតូចដដែលគឺសិលាចារឹក K1150 ដែលចុះកាលបរិច្ឆេទក្រោយសិលាចារឹក K506 បានឲ្យយើងដឹងទៀតថាព្រះបាទឥសនវរ្មៈទី1ក៏បានត្រាស់បង្គាប់ឲ្យព្រះរាជបុត្រារបស់ទ្រង់មានព្រះនាមថាសេវតតៈឬប៉ោញសេវតតៈចេញទៅអភិបាលគ្រប់គ្រងនៅទីក្រុងជាយស្ថបុរៈនេះជំនួសស្វាមិនឥស្វរៈកុមារអ្នកប្រវត្តិសាស្ត្រអន្តរជាតិក៏មិនដឹងពីមូលហេតុនៃការផ្លាស់ប្ដូរនេះឡើយត្បិតមិនទាន់មានសិលាចារឹកណាផ្សេងមកបញ្ជាក់សូមជម្រាបផងដែរថាមុនបានទៅគ្រប់គ្រងបណ្ដាទីក្រុងនៅភាគខាងលិចកម្ពុជាទេសនាសម័យចេនឡានោះប៉ោញសេវតតៈឬរាជបុត្រាសេវតតៈក៏ធ្លាប់បានធ្វើជាស្វាមិនឬជាអភិបាលទីក្រុងមួយចំនួនដែលនៅក្នុងប្រទេសកម្ពុជាយើងសពថ្ងៃដែរដូចជាក្រុងភវបុរៈដែលឯកសារខ្លះថានៅត្រង់តំបន់ប្រាសាទសម្បូរព្រៃគុកពលគឺភវបុរៈនេះជាឈ្មោះមុនឥសនបុរៈឯកសារខ្លះថាភវបុរៈនេះគឺនៅម្ដុំប្រាសាទអំពិលរលំឬប្រាសាទ3នៃស្រុកស្ទងខេត្តកំពង់ធំសពថ្ងៃ ព
ព្រមទាំងជាស្វាមិនឬជាអភិបាលនៅក្រុងអធ្យពរៈដែលត្រូវនឹងម្ដុំវត្តក្តីអង្គនៃស្រុកព្រះស្ដេចខេត្តព្រៃវែងសពថ្ងៃក្រោយមកប៉ោញសេវៈទត្តៈឬព្រះរាជបុត្រាសេវៈទត្តៈក៏ត្រូវបានព្រះបាទឥសនវរមៈទី1ជាព្រះបិតាត្រាស់បង្គាប់តែងតាំងជាក្សត្រត្រួតត្រានៅរដ្ឋជំនួសទ្វេរវតីឬរាមានយទេសដែលនៅភាគកណ្ដាលប្រទេសថៃសពថ្ងៃដូចជានៅក្រុងអយុធ្យពរៈដែលត្រូវនឹងតំបន់ស្រីទេពនៃខេត្តពេជ្របុរីសពថ្ងៃនៅក្រុងសម្ភូកៈនៃខេត្តនគរបឋមប្រទេសសៀមសពថ្ងៃផងដែរគណៈលោក Claude Jacques ក៏បានដាក់ការសង្ស័យថាអាចមានទីក្រុងបុរាណផ្សេងទៀតដែរដូចជានៅស្រុកឧតុងនៃខេត្តសុពន្ធបុរីភាគកណ្ដាលប្រទេសថៃសពថ្ងៃប្រិយមិត្តជាទីមេត្រីព័ត៌មានសិលាចារឹកទាំងនេះឬក៏តាមរយៈខ្លឹមសារដោយបានបង្ហាញខាងលើមកនេះគឺជាប្រភពដ៏សំខាន់ក្នុងការបញ្ជាក់ឲ្យមនុស្សជាតិរួមទាំងជនជាតិសៀមផងឲ្យបានដឹងថាទឹកដីដែលខ្លួនប្លន់យកបាននោះគឺជនជាតិខ្មែរទេដែលជាម្ចាស់ដើមយ៉ាងប្រឆាំងមុនការមកដល់របស់ពួកសៀមនិងអំពើរមិលគុណនិងក្បត់ព្រះរាជាខ្មែរពីសំណាក់ពួកសៀមគឺព្រះមហាក្សត្រខ្មែរយើងគ្រប់ជំនាន់បានគ្រប់គ្រងទឹកដីដ៏ធំធេងនេះហើយនៅក្នុងវិសាលភាពទឹកដីនេះដែរប្រជារាស្ត្ររស់នៅក្នុងភាពជាខ្មែរយ៉ាងសុខក្សេមក្សាន្តគ្មានការបង្កាច់បង្ខូចបំបែកបំបាក់ដោយដែលពួកសៀមធ្វើមកលើជនជាតិខ្មែរនាសម័យក្រោយៗនេះឡើយបាទអរគុណប្រិយមិត្តចំពោះការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់យើងជួបគ្នានៅវីដេអូក្រោយដែលនិយាយអំពីព្រះរាជវង្សានុវង្សខ្មែរបន្ទាប់ទៀតដែលបានគ្រប់គ្រងអភិបាលនៅទឹកដីប្រទេសសៀមសពថ្ងៃសូមអរគុណគោរពលាប្រិយមិត្ត